chú để xa tênh mơ bạn trong chỗ lại lúc nào cá trong chú đuôi nhá bạn tự thua ca chọc lúc mình ăn thì nhát ở trong tới tê nghe nói ăn thì nhát nói anh tự thua ca liếm đó có mà đọc khăn lúc nào caខ្ញុំតែជួបលោកមីគុកនេះជាលិខិតសុំច្បាប់របស់ខ្ញុំមើលទៅមិនបាច់យកលោកមីគុកមកគម្រាមអញទេចង់ជួបលោកមីគុកហ៎បើលោកមីគុកគេយល់ព្រមក៏ត្រូវការអនុញ្ញាតពីអញដែរថ្ងៃក្រោយសម្បត្តិតំណាក់តំណរបស់អ្នកទោសនឹងការសួរសុខទុក្ខត្រូវមកសួរយើងសិនឬទេបានលោកស្នងការចេញពីទីនេះភ្លាមទៅបានហើយទៅវិញទៅលើឡើងពេលដែលអ្នកគ្រូពេទ្យយកបន្ទប់ពិនិត្យស្រាប់តែបាត់ទីលាងតែម្ដងប៉ូលីសយល់ថារឿងនេះមិនមែនជារឿងធម្មតាទេឲ្យខ្ញុំទុកចិត្តមិនយ៉ាងកើតកូនខ្ញុំបាត់2ថ្ងៃទើបនាងឲ្យដំណឹងដល់ខ្ញុំសុំទោសលោកផងសុំទោសបានកាយខ្ញុំរស់នៅក្នុងគុកបានជាខ្ញុំបកគលកូនឲ្យនាងបាននិយាយប្រាប់ខ្ញុំថាពេលដែលកូនខ្ញុំចូលមន្ទីរកុមារកាព្រានាងជាអ្នកមើលវាតែនាងបែរជាមកប្រាប់ខ្ញុំថាកូនដេកមន្ទីរពេទ្យឥឡូវប្រាប់ខ្ញុំថាបាត់ខ្លួនទៀតហើយថ្ងៃស្អែកនាងប្រកាសជានិយាយប្រាប់ខ្ញុំថាកូនខ្ញុំងាប់មែនទេ41 នាងត្រូវតែឲ្យអធិការដឹងរឿងក្តីនេះបើសិនជារកកូនខ្ញុំមិនឃើញទេខ្ញុំនឹងទៅដល់ខ្លួនឯងក៏មកលឺពេកបានទេហើយយកនិយាយប៉ុណ្ណឹងថ្លៃណាស់ទៅយើងរស់នៅកន្លែងនេះត្រូវពួកឯងធ្វើបាបប៉ុណ្ណឹងហើយនឹងមិនចង់កុំគាត់ទេយើងសូមប្រាប់ឯងថាយើងមិនដែលស្អីយើងបិទមិនឲ្យគេមកសួរសុខទុក្ខឯងនាំគេចេញទៅបាទលោកអធិការនេះមកពីគាត់ស្មុគស្មាញក្នុងចិត្តពេកអត់ទោយគាត់ផងចេញទៅទោះជាកូនប្រុសយើងមិនទទួលស្គាល់យើងក៏ដោយតែយើងជាឪពុកវាចេញទៅលោកអធិការថ្ងៃស្អែកខ្ញុំនឹងមកជួបនឹងអ្នកទោសនេះម្ដងទៀតឡនាងមកម្ដងទៀតចុះនៅស្គៀមឯងចង់ចាំម៉េចឯងចង់បាយយើងបាយមកអត់ហ៊ានទេកំសាដកដៃទៅវិញយើងនៅឈរចំពោះមុខឯងហើយមិនក៏ឯងមិនបាយយើងឥឡូវឈរឲ្យស្រួលបើឯងហ៊ានអង្គុយចុះយើងនឹងបិទសម្បត្តិទាំងឡាយនឹងហាមមិនឲ្យមនុស្សមកសួរសុខទុក្ខដល់ឯងបើឯងចង់ធ្វើជាស្លាប់ចង់ទៅមន្ទីរពេទ្យយើងនឹងចាក់ថ្នាំឈួតឲ្យឯងដល់បានទេមើលវាមែនទេបាទទេឈរស្រួលឯងចង់ធ្វើជាអ្នកក្លាហានហ៎បើធ្វើអ្នកក្លាហានមិនបានទេត្រូវតែទទួលវិន័យចឹងហ្នឹងអញ្ចឹងស៊ីបាយទៅស៊ីហើយទៅសម្រាប់ទៅណាចាធូយោទីបើឡូតើប្រពន្ធខ្ញុំមានផ្ញើសបត់មកទេបងប្អូនអត់មានផ្ញើសបត់មកទេអីអូអត់មានបងប្អូនតើឯងអត់ចេះមើលអក្សរទេឲ្យខ្ញុំមើលឲ្យមើលណែមិនចេះមើលអក្សរក៏ដោយយកមកហាត់ទៅវាគង់តែដាច់ទេលីហើយលើមើលឲ្យដាក់បន្ទប់អនាម័យទៅគ្រាន់បើមានបងប្អូនផ្ញើមកលោកយ៉ាងខ្ញុំមានដំណឹងល្អចង់ជម្រាបលោកប៉ូលីសបានរកឃើញទីលានខាងវាក៏ត្រូវបញ្ជូនទៅមន្ទីរកុមារកំព្រាដែរសាហាយឲ្យផ្ញើមកអត់បានជាផ្លឹកយ៉ាងនេះនិយាយតែផ្ដាមានសម្បត្តិមួយមានអីគួរអស្ចារ្យទៅមើលយកអញមើលសម្បត្តិឯងតិចមើលទេជាសម្បត្តិផ្ទាល់ខ្លួនតើអញគ្រាន់តែហិតក្លិនទេអញយកធ្វើអីឲ្យមកតែបងនៅតែឡាញ់អូនទេអើយអញព្រឺសក់ណាលបងចូលចិត្តនិយាយជ្រុលពេកហើយពេលដែលទីលៀងមកវិញវាមិនព្រមញ៉ាំអីសោះខ្ញុំមានបំណងចង់នាំវាទៅជួបនឹងលោកប៉ុន្តែវាមិនព្រមសោះការសំណងរវាងឪនិងកូនមានការស្មុគស្មាញណាស់
ខ្ញុំចង់ជួយលោកដែរតែខ្ញុំគ្មានលទ្ធភាពសោះសំណាងល្អណាស់ខែក្រោយយើងមានពិធីជប់លៀងមួយសម្រាប់កុមារកំព្រាពិធីនេះគឺសម្រាប់អ្នកមកទទួលកុមារកំព្រាយកទៅចិញ្ចឹមខ្ញុំដឹងថាលោកមិនអាចសុំច្បាប់ចេញមកទេតែសង្ឃឹមថាលោកនឹងសាកល្បងសុំច្បាប់ម្ដងទៀត សូមគោរពលោកស្នើការមានកាយមានមនុស្សរួយរត់អ្នកណាគេ41 671ទៀត